សួស្តីថ្ងៃនេះយើងជួបគ្នានៅមេរៀនថ្មីគឺមេរៀនទី37ហើយមេរៀននេះដែរគឺយើងហៅថាមេរៀនត្រីស័ព្ទឬក៏សញ្ញាសកលយើងអាចមើលផ្នែកបន្តបានគេហៅថាផ្នែកទី1ដោយសារផ្នែកទី1យើងមាន2ចំណុចគឺសម្រាប់2ហើយនិងត្រីស័ព្ទហើយសញ្ញាត្រីស័ព្ទនេះយើងហៅថាសញ្ញាត្រីស័ព្ទឬក៏សកលដែលជាទូទៅយើងហៅថាត្រីស័ព្ទហើយសម្រាប់ត្រីស័ព្ទនេះដែរគឺវាបដូរសូរចេញជាអ្នកពួកអទៅជាពួកអូមានន័យថានៅពេលដែលមានសញ្ញាត្រីស័ព្ទនេះការប្រកបជាមួយនឹងស្រៈនិស្ស័យយើងត្រូវតែបដូរសូរស្រៈនិស្ស័យនឹងតោះចាប់ផ្ដើមមេរៀនរបស់យើងមេរៀនទី37បត្រីស័ព្ទបូម្ដងទៀតបត្រីស័ព្ទបូគឺយើងអានថាបូម្ដងទៀតបូបាទយើងចូលទៅដល់ការអានព្យាង្គយើងអានគឺត្រូវតែបដូរសូរស្រៈនិស្ស័យលោកគ្រូនឹងអានឲ្យកូនមើលហើយកូនអាចថាតាមជាមួយនឹងលោកគ្រូដោយខ្លួនឯងបូអឺមបឺមបូអ៊ឺប៊ឺបូអ៊ូប៊ូបូអ៊ុំប៊ុំបូអ៊ឺបើបូអ៊ូបួបាទហើយយើងចូលមកដល់ការអានពាក្យយើងអានតែម្ដងសាប៊ូតាប៊ូតាប៊ុំប៊ីយេចៅប៊ីសាប៊ូសាប៊ូប៊ីយេចៅប៊ីយើងចូលទៅដល់ការអានអត្ថបទខ្លីការអានអត្ថបទខ្លីចំណងជើងយើងអានថាតាប៊ុំបោះសាប៊ូតាប៊ុំជាជីតាចៅប៊ីចៅប៊ីដាំដំណាំលើដីតាប៊ុំចៅប៊ីដើរទៅញ៉ាំមីតាប៊ុំហៅចៅប៊ីតាប៊ុំបោះសាប៊ូទៅចៅប៊ីអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយ